รถជំនិះសួរពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំទីតាំងដីមួយកន្លែងដែលជាប់នឹងបណ្ដោយផ្លូវជាតិលេខ5ចុះមកត្រឹមតែ50ម៉ែត្រទេទៅដល់ទីតាំងដីរបស់យើងនៅខាងមុខនេះតែម្ដងហើយទីតាំងនេះស្រួលរកស្រួលចំណាំទេចុះមកពីខាងវត្តនាគិរីហៅវត្តភ្នំរោងដំរីណាបងប្អូនចុះមកត្រឹមតែ50ម៉ែត្រទេមកដល់ទីតាំងដីរបស់យើងតែម្ដងហើយនេះសួរចំណាំកាន់តែសួរចំណាំនេះគឺមានឃ្លាំងគេមួយlạiលក់ចាប់ភួយនេះមួយផងដែរហើយចុះមកត្រឹមតែ50ម៉ែត្រទេទីតាំងដីរបស់យើងនេះហើយទីតាំងដីរបស់យើងនេះត្រៀមនឹងចាក់បេតុងដោយសារបុកម៉ែបងប្អូនដែលគាត់ធ្លាប់តាមដានវីដេអូរបស់ខ្ញុំបាទកន្លងមកហើយថាផ្លូវរបស់យើងគេចាក់បេតុងដល់ណាហើយគឺគេចាក់បេតុងមកត្រឹមជ្រុងនេះហើយណាបងប្អូនហើយទីតាំងដីយើងនេះគឺខាងមុខនេះតែម្ដងណាបងប្អូនដែលខ្ញុំបាទដាក់ម៉ូតូនោះណាបងប្អូនឃើញម៉ូតូខ្ញុំបាទហ្នឹងបាទនេះជាទីតាំងដីរបស់យើងដែលត្រៀមនឹងលក់នេះដែលមានទំហំក្បាលដី8គុណនឹងជម្រៅទៅក្នុង33ហើយបត់មកបន្តិចហ្នឹងរហូតដល់60ម៉ែត្រជាងហើយនោះសាលារៀនខាងភាសាកូរ៉េរៀនពីថ្នាក់បឋមរហូតដល់អនុណាពុកម៉ែបងប្អូនហើយចំណែកឯផ្លូវនេះដែលត្រៀមចាក់បេតុងនេះយើងចេញរហូតទៅដល់ផ្លូវជាតិខាងមុខនោះបត់មកបន្តិចដល់ផ្លូវជាតិលេខ5ហើយបត់ទៅខាងស្ដាំដៃវិញរហូតទៅដល់វត្តភ្នំស្ទូចណាបងប្អូននោះវត្តភ្នំស្ទូចតែម្ដងនោះពុកម៉ែបងប្អូនហើយនេះជាទីតាំងដីរបស់យើងដែលកំពុងតែដាក់លក់បាទពុកម៉ែបងប្អូនដែលមានទំហំក្បាលដី8គុណនឹង33ណាបងប្អូននោះដល់ផ្លូវឡើងដីឡើងទួនោះដែលយើងចាក់ដីធ្វើសម្រាប់ធ្វើផ្ទះហើយបត់ទៅខាងនោះបន្តិចរហូតទៅដល់60ម៉ែត្រជាងបាទដីហ្នឹងតូចខាងមុខរិចទៅខាងក្រោយធំបាទទីតាំងដីនេះគឺជាប្រភេទប្លង់រឹងតម្លៃសមរម្យបាទដែលមានទំហំរហូតសរុបរហូតដល់852ម៉ែត្រការ៉េណាបងប្អូនដីរបស់យើងនេះគេចាក់សម្រាប់ធ្វើផ្ទះរួចហើយបងប្អូនបើបងប្អូនមើលផ្ទាល់គឺខ្ពស់ហើយយើងចាក់ផុតពីសេផ្សេងហ្នឹងគឺខ្ពស់ជាងហើយអាចធ្វើផ្ទះបានហើយប្រភេទដីដែលនេះដែលអាចធ្វើផ្ទះបានដោយសារអីយើងមានខ្សែភ្លើងតខ្វាត់ខ្វែងរួចជាស្រេចអស់ហើយខាងនោះសាលារៀនណាបងប្អូនសាលារៀនភាសាកូរ៉េដូចខ្ញុំបានណែនាំមិញហ្នឹងគឺស្រួលរកស្រួលនៅអាចស្រួលធ្វើផ្ទះអាចកន្លែងរកស៊ីក៏បានដែរបងប្អូននោះផ្លូវជាតិលេខ5តែម្ដងចរាចរណ៍គឺខ្វាត់ខ្វែងបងប្អូនដែលស្គាល់ផ្លូវជាតិលេខ5ហើយខាងនោះការ៉ាសសាំងកាតិចបាទខាងនោះវត្តរូងដំរីខាងនោះសិតតែភ្នំបាទភ្នំបាទហើយខាងនោះភ្នំក្រាំងនាមាសខាងនោះវត្តស្ទូចបងប្អូនបាទច្រឡំបាទចុះមកតែបន្តិចទេហើយខាងនោះខាងមុខសាលានោះគេចាក់បេតុងរួចហើយបងប្អូនដែលធ្លាប់តាមដានវីដេអូរបស់ខ្ញុំមកកន្លងមកណាគឺចាក់បេតុងមកដល់ជ្រុងខាងកែនេះហើយនៅចាក់មកដេញដល់ខាងនេះតិចទៀតទេប្រហែលជា200ម៉ែត្រទៀតមកដល់ផ្លូវជាតិលេខ5ហើយគម្រោងខាងភូមិឃុំគឺគេនឹងចាក់ហើយបាទបងប្អូនបាទហើយនេះជាទីតាំងដីបាទខ្ញុំសូមបង្ហាញម្ដងទៀតណាបងប្អូនបាទទីតាំងដីរបស់យើងនេះគឺមានក្បាលដី8ជម្រៅចូលទៅខាងដល់នៅចុងខាងនោះហ្នឹងគឺ33ម៉ែត្របើដល់ចុងហ្នឹងគឺ33ម៉ែត្រដល់ឡើងត្រឹមតួនោះហើយបត់ទៅខាងនោះបន្តិចរហូតទៅដល់ខាងនោះទៀត60ម៉ែត្រជាងណាបងប្អូនទីតាំងគឺងាយស្រួលមែនតើចុះមកពីខាងរោងដំរីចុះមកខាងក្របន្តិចមកនេះត្រឹមតែ50ម៉ែត្រទេមកដល់ទីតាំងដីនឹងតែម្ដងអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការអាចអញ្ជើញមកមើលទីតាំងបានដោយផ្ទាល់តាន់តម្លៃនៅទាបល្អបងប្អូនហើយមានភ្ញៀវក៏មកចរចាច្រើនណាបងប្អូនខុសគ្នាតម្លៃតិចតួចទេបាទហើយប្រភេទប្លង់រឹងណាពុកម៉ែបងប្អូនចរចាត្រូវកាត់ប្លង់រឹងជូនពុកម៉ែបងប្អូនតែម្ដងអញ្ចឹងហើយសូមអញ្ជើញពុកម៉ែបងប្អូនដែលមានតម្រូវការដីអាចអញ្ជើញមកមើលទីតាំងដោយផ្ទាល់បាទអញ្ចឹងសូមគោរពអរគុណពុកម៉ែបងប្អូនសូមអរគុណសូមគោរពលា